ជួនរឿងស្រីកំណាចនិងសត្វក្ងោកទឹកនិពន្ធនឹងនិទានដោយឆ្នាំងបាយប៉ុន្តែជាស្លាប់ដែលរំលេចពណ៌ចម្រុះពណ៌ដ៏ស្រស់ស្អាតនាងសុភីរក្សាវាទុកជានិមិត្តរូបនៃការកែខ្លួនចាប់ពីថ្ងៃនោះមកនាងរស់នៅដោយសេចក្តីសុខរីករាយជួយអ្នកដទៃនិងក្លាយជាមនុស្សដែលអ្នកភូមិស្រឡាញ់ភាពលុបលន់នាំមកនៅទុក្ខលំបាកអំពើល្អតែងមានផលល្អតបស្នងការសុំទោសនិងកែប្រែខ្លួនមិនដែលយឺតពេលទេទ្រព្យសម្បត្តិពិតប្រាកដគឺចិត្តមេត្តានិងកេរ្តិ៍ឈ្មោះល្អនិទានឆ្នាំងបាយចាប់តែប៉ុណ្ណេះសូមតាមដាននៅភាគបន្តទៀតរឿងស្រីកំណាចនិងសត្វក្ងោកទឹកវគ្គ2វគ្គទី1ស្រីចិត្តអាក្រក់និងដូនចាស់កំសត់កាលពីព្រៃនាយមានភូមិដាច់ស្រយាលមួយរកក្បែរជើងភ្នំដល់អាកំបាំងនៅក្នុងភូមិនោះមានស្ត្រីម្នាក់ឈ្មោះនាងសុននាងជាមនុស្សមានរូបសម្រស់ស្រស់ស្អាតក៏ប៉ុន្តែចិត្តគំនិតវិញកាចសាហាវណាស់នឹងមានគំនិតឆ្លៀននេះគេមិនចេះចប់មិនចេះហើយនាងរស់នៅជាមួយជីដូនជរាម្នាក់ដែលជាជីដូនបង្កើតលោកយាយមានវ័យជរាណាស់ទៅហើយភ្នែកក៏ងងឹតងងុយកម្លាំងក៏ខ្សោយទៅណាមកណាក៏កាន់ឈើច្រត់ជានិច្ចជារៀងរាល់ថ្ងៃនាងសុនតែងតែជេរប្រតិចនិងធ្វើបាបលោកយាយគ្មានលហែនាងបង្ខំឲ្យលោកយាយដែលជរាទៅបុកអង្ករដាំបាយនិងមើលថែផ្ទះសម្បែងចំណែកឯខ្លួនវិញគិតតែពីដើរលេងនិងសំអិតសំអាងខ្លួនបើសិនបើថ្ងៃណាធ្វើឲ្យនាងមិនពេញចិត្តនាងនឹងវាយដំច្រំធាក់លោកយាយជាមិនខានលោកយាយបានត្រឹមតែយំសម្រក់ទឹកភ្នែកអត់ធ្មត់នឹងវាសនារបស់ខ្លួនទាំងក្តីខ្លោចផ្សាថ្ងៃមួយនាងសុនបានដើរចូលទៅក្នុងព្រៃជ្រៅដើម្បីរកបែកផ្លែឈើផ្លែកនោះដើរទៅកាន់ព្រៃជ្រៅទៅស្រាប់តែផ្ទៃមេឃប្រែជាភ្លឺស្វាងខុសពីធម្មតាហើយមានពន្លឺពណ៌ខៀវនិងមាសភ្លឺចាំងពពាលពេញព្រៃនាងសុនបានដើរតាមពន្លឺនោះរហូតបានជួបនឹងសត្វក្ងោកដ៏ធំមួយកំពុងតែពង្រីកកន្ទុយបើកស្លាបយ៉ាងស្អាតអស្ចារ្យរោមរបស់វាមានពន្លឺដូចត្បូងពេជ្រហើយរាល់ពេលដែលវាបោចរោមគឺមានធូលីមាសហូរធ្លាក់មកលើដីនោះមិនមែនជាក្ងោកធម្មតាទេតែជាសត្វក្ងោកទឹកដែលថែរក្សាព្រៃភ្នំនាងសុនឃើញធូលីមាសនិងភាពស្រស់ស្អាតបែបនោះក៏កើតចិត្តលោភលន់ចង់បានសត្វក្ងោកនេះមកកម្មសិទ្ធិដើម្បីបានក្លាយជាអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដំនាងបានព្យាយាមលួចទៅចាប់ប៉ុន្តែសត្វក្ងោកទឹកដឹងខ្លួនតន់ក៏ហើរឡើងទៅលើមេឃឈើខ្ពស់រួចពោលវាចាមនុស្សថានឹងបាបក្រាស់ណាស់ផែនដីនេះមិនអាចត្រឹមត្រូវនឹងទង្វើមនុស្សដែលឯងធ្វើដាក់ជីដូនឯងឡើយនិយាយរួចសត្វក្ងោកទឹកក៏ហើររវិសបាត់ទៅបន្សល់ទុកតែពន្លឺព្រិលនិងក្តីខឹងសម្បាររបស់នាងសុននាងខឹងចិត្តយ៉ាងខ្លាំងដែលមិនបានចាប់ក្ងោកនេះបានហើយក៏គិតថាមកពីលោកយាយឈូរានៅទៅធ្វើឲ្យនាងមានចិត្តលោភលន់នាងសុនបានត្រឡប់មកផ្ទះវិញទាំងកំហឹងទប់មិនជាប់នោះមកដល់ផ្ទះឃើញលោកយាយកំពុងអង្គុយលើគ្រែឈើចាស់ទាំងអស់កម្លាំងនាងស្រែកថាមីកញ្ចាស់ចង្រៃគឺមកពីឯងទៅអញមិនបានលៀបជ័យថ្ងៃនេះអញមិនទុកឯងរស់ទេប៉ុន្តែមុននឹងដៃរបស់ស្រីកំណាចនោះធ្លាក់ទៅលើរូបរាងកាយដល់ស្រទន់ខ្សោយរបស់ដូនចាស់ស្រាប់តែមេឃប្រែជាខ្មៅងងឹតផ្គរលន់ក្រឹមពេញអាកាសពន្លឺខៀវចែងចាំងចេញពីព្រៃជ្រៅបានជះចំខ្លួននាងសុនសត្វក្ងោកទឹកបានលេចខ្លួនឡើងវិញនៅលើដំបូលផ្ទះស្លឹកចាស់នោះភ្នែករបស់ក្ងោកទឹកឡើងក្រហមច្រាលរួចបញ្ចេញពន្លឺទឹកដាក់នាងសុនភ្លាមនោះនាងសុនចាប់ផ្ដើមស្រែកពន្លឺសំឡេងឈឺចាប់យ៉ាងខ្លាំងរូបរាងកាយដ៏ស្រស់ស្អាតរបស់នាងបានប្រែប្រួលជាយឺត
ដៃជើងរបស់នាងប្រែជាមានរោមក្រាស់ច្រមុះស្រួចចេញមកហើយខ្លួនប្រាណទាំងមូលបានคล้ายទៅជាសត្វបេរឆានអាក្រក់អាក្រៃមួយក្បាលរត់ចូលក្នុងព្រៃជ្រៅបាត់ស្រមោលសូនឈឹងមិនអាចត្រឡប់មកជាមនុស្សវិញបានឡើយក្រោយពេលស្រីកំណាចទទួលបានផលកម្មទៅសត្វក្ងោកទឹកបានហើរចុះមកក្បែរលោកយាយវាបានប្រើមុនទឹកព្យាបាលភ្នែករបស់លោកយាយឲ្យមើលឃើញវិញព្រមទាំងប្រគល់ថង់មាសមួយថង់ដើម្បីឲ្យលោកយាយរស់នៅក្នុងជីវភាពសមរម្យនិងមានសេចក្តីសុខក្នុងជីវិតអ្នកភូមិទាំងឡាយដែលធ្លាប់ដឹងរឿងក៏បាននាំគ្នាមកជួយមើលថែលោកយាយហើយរឿងរ៉ាវរបស់នាងសុនត្រូវបានអ្នកយកមកអប់រំកូនចៅជំនាន់ក្រោយតគ្នាថាអ្នកដែលធ្វើបាបអ្នកមានគុណនិងមានចិត្តសាហាវលុបលន់មុខជាមិនរួចខ្លួនពីសំណាញ់កម្មពីឡើយនិទានឆ្នាំងបាយចាប់តែប៉ុណ្ណេះសូមអរគុណ